បាទសួស្តីហ្នឹងហើយថ្ងៃនេះមកដើរមកមើលសម្ភារៈនៅខាងប្រទេសជប៉ុនព្រោះរៀងរាល់ថ្ងៃសុក្រហ្នឹងគេតែងតែបោះចោលសម្ភារៈផ្ទះបាយឬសម្ភារៈអីផ្សេងៗដែលសម្ភារៈហ្នឹងយើងមិនអាចដុតបានដូចជានេះដូចជាមានដូចជាឆ្នាំងមាននេះណាឆ្នាំងល្អណាឆ្នាំងlàmបាយអញ្ចឹងបើសិនជាយើងយកទៅយើងបាក់ខាតអីឆ្នាំងបាយយើងអាចយកមកប្រើបានមើលទៅដូចជាល្អហើយអញ្ចឹងមិនមែនថាប្រើកើតទេណាប្រើបានណាដោយសារតែគេយកអីវ៉ាន់នេះទៅស្រុកខ្មែរយើងអញ្ចឹងមិនស្រុកខ្មែរយើងសម្បូរទៅលើសម្ភារៈផ្ទះបាយបន្តិចឬក៏ចានឆ្នាំងអីទៅច្រើនណារៀងរាល់ថ្ងៃសៅរ៍ហើយទៅថ្ងៃខឹបហ្នឹងតែគេមកបោះចោលហើយអញ្ចឹងអូនេះមានឆ្នាំងមកចប់មានឆ្នាំងស្រាប់អញ្ចឹងមែនទេអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេ